លេខ205រឿងព្រះយេស៊ូវមានអំណាចលើធម្មជាតិនិងវិញ្ញាណអាក្រក់នៅល្ងាចមួយព្រះយេស៊ូវនិងពួកសិស្សរបស់ព្រះអង្គចុះទូកដើម្បីឆ្លងសមុទ្រពេលគេទៅដល់កណ្ដាលសមុទ្រហើយស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងហើយរលកក៏បោកប៉ះនឹងទូកបណ្ដាលឲ្យទឹកចូលស្ទើរពេញតែព្រះយេស៊ូវក៏កេងលក់លើខ្នើយនៅកន្សែងទូកពួកសិស្សដាស់ព្រះអង្គថាលោកគ្រូយើងស្លាប់ឥឡូវហើយលោកគ្រូមិនអើពើទេឬព្រះយេស៊ូវក្រោកឡើងបញ្ជាខ្យល់ព្យុះនិងសមុទ្រថាស្ងប់ស្ងៀមទៅពេលនោះខ្យល់ព្យុះក៏ស្ងប់ហើយផ្ទៃទឹកក៏រាបស្មើដែរបន្ទាប់មកព្រះយេស៊ូវសួរទៅពួកសិស្សថាម៉េចក៏ភ័យអញ្ចឹងតើគ្មានជំនឿទេឬពួកសិស្សកោតខ្លាចជាខ្លាំងហើយឆ្ងល់ថាតើមនុស្សនេះជានរណាបានជាខ្យល់ព្យុះនិងសមុទ្រស្ដាប់បង្គាប់គាត់ដូច្នេះព្រះយេស៊ូវនិងពួកសិស្សបានទៅដល់ត្រើយម្ខាងកាលព្រះអង្គឡើងពីទូកភ្លាមមានបុរសម្នាក់ខ្មោចចូលចេញពីទីបញ្ចុះសពដើរមករកព្រះអង្គគ្មាននរណាអាចចងគាត់បានឡើយទោះជាយកច្រវាក់មកចងក៏មិនជាប់ដែរទាំងយប់ទាំងថ្ងៃគាត់ចេះតែស្រែកនិងយកថ្មមកអាសាច់ខ្លួនឯងផងកាលគាត់ឃើញព្រះយេស៊ូវពីចម្ងាយគាត់ក៏រត់មកគោរពព្រះអង្គព្រះយេស៊ូវបញ្ជាវាថាណែខ្មោចបិសាចចូលចេញពីអ្នកនេះទៅខ្មោចស្រែកថាព្រះយេស៊ូវអើយតើព្រះអង្គចង់ធ្វើអ្វីខ្ញុំសូមអង្វរកុំធ្វើទុក្ខទោសខ្ញុំអីព្រះយេស៊ូវសួរខ្មោចថាឯងឈ្មោះអីខ្មោចក៏ឆ្លើយថាខ្ញុំឈ្មោះកងទ័ពព្រោះយើងខ្ញុំមានគ្នាច្រើននៅក្បែរនោះមានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំព្រះយេស៊ូវបណ្ដេញខ្មោចចេញពីបុរសនោះចូលទៅក្នុងហ្វូងជ្រូកដែលមានចំនួន 2000 ក្បាលវាក៏ចុះតាមជម្រាលភ្នំតម្រង់ទៅសមុទ្រលង់ទឹកងាប់អស់ទៅមនុស្សនៅទីនោះឃើញព្រះយេស៊ូវនិងឃើញបុរសដែលមានខ្មោចចូលកាលពីមុនអង្គុយស្ងៀមមានខោអាវហើយដឹងស្មារតីឡើងវិញគេក៏ភ័យខ្លាចជាខ្លាំងដូច្នេះមនុស្សទាំងអស់ក៏សូមព្រះយេស៊ូវឲ្យចេញពីស្រុករបស់គេហើយនៅពេលដែលព្រះយេស៊ូវកំពុងចុះទូកព្រះអង្គក៏ប្រាប់បុរសដែលបានដោះលែងនោះថាចូលអ្នកត្រឡប់ទៅផ្ទះទៅនៅជាមួយក្រុមគ្រួសារវិញចុះហើយរៀបរាប់ការល្អទាំងអស់ដែលព្រះជាម្ចាស់បានធ្វើឲ្យអ្នកទៅព្រះយេស៊ូវក៏ជិះទូកត្រឡប់ទៅត្រើយម្ខាងជាមួយសិស្សរបស់ព្រះអង្គ